នេះជារបៀបយើងទៅបំពេញអ៊ីមែលឬក៏លេខទូរស័ព្ទបន្ថែមនៅក្នុង account Facebook របស់យើងជាដំបូងបងប្អូនចូលមកកាន់ Facebook មកបងចូលយើងមកបកមកដល់ទីនេះបងប្អូនចុចលើសញ្ញាត្រី3ខាងលើបងប្អូនណាចុចដាក់ឲ្យមើលចុចលើសញ្ញាត្រី3មករួចហើយបងប្អូនមកដល់តម្រងបែបនេះបងប្អូនត្រូវតែចុចនេះសញ្ញាកងចាក់នេះបងប្អូនណាសញ្ញាកងចាក់នេះរួចហើយបងប្អូនថ្ងៃនេះសេវាវារៀង slow ទេបងប្អូនហ្នឹងណាហើយមកដល់កន្លែងនេះបងប្អូនចុចកន្លែងនេះនេះតាមខ្ញុំមកព្រោះវាតខ្លួនរបស់យើងហ្នឹងហើយមកដល់តម្រងបែបនេះបងប្អូនទៅសម្លឹងចុះមកក្រោមនៅកន្លែងនេះបងឃើញនៅកន្លែងហ្នឹងខ្ញុំដាក់ឲ្យមើលយ៉ាតម្រងពលមានតខ្លួនហ្នឹងហើយបងប្អូនចុចលើហ្នឹងមករួចហើយមកដល់កន្លែងនេះយើងឲ្យវាឥឡូវយើងវិញចេះបងប្អូនវាចេះកន្លែងនេះយើងអត់account របស់ខ្ញុំអត់តាន់បានបំពេញអ៊ីមែលទេនៅទេអញ្ចឹងខ្ញុំធ្វើវីដេអូចែកជូនបងប្អូនអញ្ចឹងណាហ្នឹងហើយចុចលើហ្នឹងមកឥឡូវអត់មានអ៊ីមែលទេបងប្អូនចង់បំពេញបន្ថែមមែនទេឥឡូវខ្ញុំមានតែលេខទូរស័ព្ទមួយខ្សែទេអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវបងប្អូនចង់បំពេញវាបន្ថែមបងប្អូនចុចនេះសញ្ញាខាងក្រោមគឺខៀវហ្នឹងដើម្បីយើងទៅបន្ថែមលេខទូរស័ព្ទឬក៏អ៊ីមែលបន្ថែមអញ្ចឹងបងប្អូនណាសូមបញ្ជាក់បងប្អូនទៅបង្កើតកម្មវិធី WhatsApp មួយសិនដើម្បីឲ្យក្រុមហ៊ុន Facebook ផ្ញើលេខកូដរបស់យើងម្ដងកន្លែងនេះវាឲ្យយើងមាន2ជម្រើសទី1គឺអ៊ីមែលទី2គឺលេខទូរស័ព្ទរបស់យើងចង់បន្ថែមលេខថ្មីអញ្ចឹងណាថាការពារលេខទូរស័ព្ទរបស់យើងវាបាត់អញ្ចឹងណាម្ដងកន្លែងនេះបងប្អូនទៅបំពេញអ៊ីមែលមកចុចសញ្ញាគ្រីសរួចហើយបងប្អូនចុចសញ្ញាបន្តនេះចុចបន្តទៀតមកតាមលក្ខខណ្ឌរបស់គេបងប្អូនហ្នឹងហើយមិនជាបញ្ហាបងប្អូនខ្ញុំจะឲ្យប្រាប់រហូតដាក់សញ្ញាឲ្យមើលរហូតនេះបងប្អូនទៅបង្កើត Insen បង្កើត WhatsApp បងប្អូនកម្មវិធី WhatsApp តម្លើងកម្មវិធីមួយនេះអានេះវាឲ្យយើងផ្ញើលេខកូដមកហើយអានេះចាំប្រមូលផ្ញើលេខកូដសិនបងប្អូនណាហ្នឹងហើយខ្ញុំបញ្យល់បងប្អូនទៅនេះមិនបន្តិចអាកន្លែងនេះកម្មវិធីហ្នឹងបងប្អូនទៅតម្លើងមកអញ្ចឹងតម្លើងមកសិនបើយើងអាចយើងដាក់ចូលបានអ៊ីមែលហើយនៅលេខទូរស័ព្ទរបស់យើងបងប្អូនណារួចហើយក៏បងប្អូនមកដល់កន្លែងនេះចូលប៉មដល់កន្លែងនេះហើយមានបញ្ហាបងនៅចុចសញ្ញាគ្រីសិនមិញវាល្អមួយចង់ភ្លេចបងប្អូនចុចសញ្ញាគ្រីសិនពឿឲ្យបងប្អូនយល់ហើយជាបន្តបងប្អូនចុចលើនេះបន្តមកពឹបមកវានឹង remove ទៅបងប្អូន remove ទៅហ្នឹងណានិយាយចង់ចប់ម៉ត់បងប្អូនហ្នឹងហើយម្ដងទៀតចុះធ្វើបងប្អូនមើលម្ដងទៀតហ្នឹងហើយឥឡូវក្រុមហ៊ុនបានផ្ញើលេខកូដមកឲ្យខ្ញុំវាយលេខកូដរបស់ខ្ញុំសិនបងប្អូនចាំបាក់ផ្លេតចាំតែខ្ញុំវាយលេខកូដបញ្ចូលសិនលេខប៉ុន្មានណាចាំផ្លេតបងប្អូនណាចាំផ្លេតហ្នឹងហើយកុំប្រចាំទៅណាហ្នឹងហើយមើលដល់ចប់សិនមិនដឹងថាបើថាមើលដល់ចប់ទេគឺអត់ជោគជ័យណាបងប្អូនហ្នឹងហើយជាយាមធ្វើមួយបងប្អូនណាខ្ញុំឃើញបងប្អូនជួបបញ្ហាជាច្រើនត្រង់ចំណុចនេះបើខ្ញុំធ្វើវីដេអូចែកជូនអញ្ចឹងណាឥឡូវខ្ញុំវាយលេខកូដបញ្ចូលពឹបហើយម្ដងទៀតណាហ្នឹងហើយដល់កន្លែងនេះដាក់អ៊ីមែលឲ្យមើលម្ដងទៀតបញ្ជាក់បងប្អូនម្ដងទៀតណាអញ្ចឹងណាមកថាច្រឡំអញ្ចឹងបងប្អូនហ្នឹងហើយចុចបញ្ចូលវាមើលម្ដងកន្លែងនេះយើងអស់ហើយបងប្អូននេះមកដល់ពឹបហើយ